បាទជំរាបសួរសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំសុភាកុំព្យូទ័រពីសុភាសុភាកុំព្យូទ័រនឹងណែនាំអំពីរបៀបប្រើប្រាស់ Microsoft Office Word 2010បន្តទៅទៀតកាលពីវគ្គមុនសិស្សានុសិស្សទាំងអស់គ្នាបានដឹងមកហើយថាអំពីរបៀបការបើកការបិទហើយនឹងការស្គាល់នៅការបើកដំបូងនៅផ្ទាំងរបស់ឯកសាររបស់ Microsoft Word អញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពីរបៀបនៃការsave ឯកសារឬក៏ហៅថារក្សាទុកឯកសាររក្សាទុកឯកសារហើយនឹងរបៀបបើកឯកសារថ្មីបាទជាដំបូងនៅពេលដែលយើងវាយឯកសារអ្វីមួយឧទាហរណ៍ព្រះរាជាណាចក្រកម្ពុជាហើយយើងចង់ save ឯកសារមួយនេះហើយដើម្បី save ឯកសារមួយនេះយើងមានពីររបៀបទី1គឺយើងចុចទៅកាន់ save ហើយបើសិននៅក្នុងនេះគឺមាន save ដល់ទៅ2ប៉ុន្តែមួយគឺ save as មួយគឺ save as គឺជាការ save ឯកសារថ្មីដែលមិនទាន់បាន save ពីមុនមកសោះរីឯ save នេះគឺជាការ save ឯកសារបន្តបន្ទាប់ឬក៏ឯកសារដែលយើងកំពុងតែវាយហើយយើងចង់ save វាបន្តបន្ទាប់គ្នាបើយើងចង់ចុចក្នុងលក្ខខណ្ឌរបស់យើងនេះគឺជាឯកសារថ្មីអញ្ចឹងដូច្នេះយើង save as តបមកយើងបង្កើតនៅ folder ចងចាំ folder គឺអាចដាក់បានច្រើន document ឬឯ document អាចដាក់បានច្រើនpage ឬក៏ file អញ្ចឹងដូច្នេះនៅក្នុង document យើងបង្កើតមកយើងដាក់ថាmy job ឧទាហរណ៍ដូច្នេះយើង save ឯកសារហ្នឹងដាក់ឈ្មោះជាភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានហើយបន្តមកទៀតយើងចុច save នោះជាការស្រេចហើយបើសិនជាយើងចង់បើកទៅមើលថាឯកសារយើងនៅទីណាយើងចូលទៅកាន់កន្លែងដែលយើងបានទុកនោះគឺនៅក្នុង my document នៅក្នុង document ហើយយើងយកពាក្យថា my job នេះគឺជាឯកសាររបស់យើងហើយនេះគឺជាឯកសារដែលយើងបាន save បាទនេះគឺជាការលក្ខណៈ save លើកដំបូងបន្តមកទៀតគឺជាការដែលយើង save បន្តបន្ទាប់ឧទាហរណ៍ថាខ្ញុំដាក់វាឲ្យចំកណ្ដាលដែលយើងចុចនៅក្នុងចំណុចនេះហើយខ្ញុំដាក់ជាអក្សរដុតធំតមកខ្ញុំ enter ហើយខ្ញុំវាយពាក្យបន្ថែមខ្ញុំវាយថាជាតិជាតិសាសនាព្រះមហាក្សត្រអញ្ចឹងយើងវាយពាក្យទាំងនេះមកតមកយើងចង់ save បន្តយើងមិនបាច់ចុចទៅកាន់ save as ទៀតទេយើងគ្រាន់តែចុច save នោះឯកសាររបស់យើងគឺបាន save បន្តបន្ទាប់គ្នារីឯវិធីសាស្ត្រទី2ដើម្បីឲ្យចង់ save គឺយើងមើលទៅកាន់ keyboard របស់យើងនៅខាងឆ្វេងដៃបំផុតខាងក្រោមគេបំផុតគេដាក់អក្សរថា CTRL ដែលស្មើនឹងពាក្យថា control តមកយើងចុច control បូកជាមួយនឹងអក្សរ S ជាការស្រេចវាស្មើនឹងពាក្យថា save ដែរបើមិនជាយើងចុចប៊ូតុងនៅត្រង់កន្លែងនេះគេដាក់ពាក្យថា save control បូកនឹងអក្សរ S ទីសាស្ត្រដែលយើងអាចបង្កើតឯកសារថ្មីដើម្បីបង្កើតឯកសារថ្មីបាននេះគឺជាឯកសារចាស់របស់យើងប៉ុន្តែយើងចង់បើកឯកសារថ្មីមួយទៀតមិនមែនយើងបិទហើយយើងបើកឡើងវិញគេហៅថាឯកសារថ្មីនោះទេការដែលបើកឯកសារថ្មីគឺនៅក្នុងឯកសាររបស់យើងចាស់ដដែលដែល document ចាស់របស់យើងដដែលដូច្នេះខ្ញុំចុចទៅលើ file ហើយយកពាក្យថា new ហើយយើងចុចថា blank document វាជាឯកសារថ្មីរបស់យើងចុចបើកវាមកនេះគឺជាឯកសារថ្មីរបស់យើងបើយើងចុចនៅត្រង់នេះយើងឃើញមានឯកសារចំនួន2ឯកសារទី1មានចំណងជើងថាបរិជាណាចក្រកម្ពុជាឯកសារទី2មានចំណងជើងថា document 1អញ្ចឹងយើងវាយឯកសារផ្សេងទៀតទៅយើងអាចវាយដាក់ថាកិច្ចការរដ្ឋ
បាទអញ្ចឹងយើងដាក់ចំកណ្ដាលអញ្ចឹងកិច្ចការរដ្ឋបាលនេះគឺជាឯកសារមួយទៀតដូចគ្នាបើសិនជាឯកសារនេះជាការ save លើកដំបូងយើងចុចទៅកាន់ file save as ហើយយើងទៅរកទីតាំងដែលយើងដាក់ក្នុង folder របស់យើងធ្លាប់ដាក់ហើយយើងចុចយកពាក្យថា save ជាការស្រេចអញ្ចឹងយើងបិទវាវិញហើយយើងសាកទៅបើកមើលនៅក្នុងMy Document របស់យើងមើលតើមានឯកសារចំនួន2ដែរឬទេយើងបើក document មកយើងយក My Document យើងយកមកចប់ហើយបន្ទាប់មកយើងមានឯកសារចំនួន2គឺកិច្ចការរដ្ឋបាលនិងព្រះរាជាណាចក្រកម្ពុជានេះគឺកិច្ចការរដ្ឋបាលហើយនេះគឺជាព្រះរាជាណាចក្រកម្ពុជាបាទថ្ងៃនេះមេរៀនរបស់យើងគឺចប់តែប៉ុណ្ណេះអញ្ចឹងសូមសិស្សានុសិស្សទាំងអស់គ្នាព្យាយាមអនុវត្តខ្លួនឯងនៅតាមផ្ទះឲ្យបានល្អបើសិនជាមានបញ្ហាគឺអាចតាក់ទងសួរដល់គ្រូបានតាមរយៈ website ដែលលោកគ្រូបានបង្ហោះនៅក្នុង Facebook ទាំងអស់គ្នាបាទថ្ងៃនេះយើងចប់តែប៉ុណ្ណេះសូមឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខហើយមានភាពសប្បាយរីករាយហើយនឹងរៀនឆាប់ចេះទាំងអស់គ្នាបាទសូមអរគុណ